រ៉ូណាល់ដូទោះបីជាលេងជាមួយនឹងកីឡាកររូបណាក៏ដោយក៏មិនសូវសម្បូរអ្នកស្អប់តែគឺតែអ្នកសម្បូរអ្នកស្រឡាញ់តែម្ដងហើយនេះហើយគឺជាទង្វើដែលសម្បូរកីឡាករស្រឡាញ់ទៅកាន់កីឡាករគ្រីស្ទៀណូរ៉ូណាល់ដូទង្វើដែលយកចិត្តទុកដាក់ជាមួយនឹងមិត្តរួមក្រុមក៏ដូចជា take care ក៏ដូចជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅបាទតែងតែធ្វើជារឿយៗទៅកាន់មិត្តរួមក្រុមរបស់ពូដូតែម្ដងហើយនេះគឺជាការទទួលស្វាគមន៍របស់សាយ៉ូម៉ាណេដែលត្រឡប់មកក្នុងក្រុម Al Nassr វិញបន្ទាប់ពីត្រឡប់មកពីការលើកពានរង្វាន់បាទ Africa Cup ថ្មីនេះឯងបាទអញ្ចឹងក្រុមកីឡាករទាំងមូលទាំងអស់របស់ក្លឹប Al Nassr គឺបានធ្វើកម្មវិធី celebrate ក៏ដូចជាអបអរសាទរទៅកាន់ម្ចាស់ជើងឯកបាទ Africa Cup ផងដែរបាទមែនទែនទៅសាយ៉ូម៉ាណេគឺពិតជាបាទមានហៅថាសេចក្តីរីករាយខ្លាំងមែនទែនតែម្ដងគាត់ក៏បាននិយាយក្នុងវីដេអូនេះផងដែរគាត់ថានេះគឺជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបាទក្រុមទាំងមូលតែម្ដងហើយយើងមើលទៅគ្រីស្ទៀណូរ៉ូណាល់ដូគឺលេងសើចច្រើនខ្លាំងមែនទែនតែម្ដងគាត់ធ្វើនេះដូចជាញាក់ញក់បាទគួរឲ្យខ្នក់ខ្នាញ់ជាមួយម៉ាណេខ្លាំងមែនទែនតែម្ដងដែលអាទង្វើទាំងអស់នេះហើយគេហៅថាជាមិត្តរួមក្រុមអាទង្វើទាំងអស់នេះហើយគឺគេហៅថាជាកាពីតានក្រុមដែលយកចិត្តកូនក្រុមខ្លាំងមែនទែនតែម្ដងព្រោះថានៅក្នុង Al Nassr ទាំងមូលតែម្ដងគឺសាយអូម៉ាណេហើយគឺតែងតែបាទបោះបាល់ក៏ជាបញ្ជូនបាល់ឲ្យជាមួយគ្រីស្ទៀណូរ៉ូណាល់ដូសុទ្ធជារឿយៗរកគ្រាប់បានជារឿយៗឯងហើយមិនមែនតែជាមួយនឹងម៉ាណេមួយទេគាត់តែងតែធ្វើទៅលើកីឡាករផ្សេងទាំងនៅ Al Nassr ក៏ដូចជាកំឡុងពេលដែលគាត់នៅ Real Madrid ក៏គាត់ធ្វើបាទគាត់នៅ Juventus ក៏គាត់ធ្វើបាទនៅ Man U ក៏គាត់តែងតែលេងសើចជាមួយនឹងមិត្តរួមក្រុមរបស់គាត់ខ្លាំងមែនទែនតែម្ដងជាពិសេសបើសិនជាយើងក៏លេងទៅមើលនៅក្នុងឈុតជម្រើសជាតិរបស់គាត់វិញគឺបាទនៅប៉ូទុយហ្គាល់គឺលេងជាមួយ Diego Dalot បាទលេងជាមួយនឹង Bruno បាទលេងជាមួយច្រើនខ្លាំងណាស់គឺអាទង្វើទាំងអស់នេះហើយទៅធ្វើឲ្យបាទមិត្តរួមក្រុមរបស់គាត់គឺតែងតែស្រឡាញ់និងគោរពទៅកាន់ទឹកចិត្តរបស់ Cristiano Ronaldo បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាតើយល់យ៉ាងណាដែរសម្រាប់ទង្វើខ្ជូតរបស់ Cristiano Ronaldo បាទជួយបញ្ចេញមតិវិនិច្ឆ័យមួយយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយ